សួស្តីបងប្អូនថ្ងៃនេះយើងជិះម៉ូតូលេងនៅកោះរ៉ុងអូខេខ្ញុំមកដឹងនិយាយដែរចុងសប្តាហ៍ថ្ងៃសម្រាប់ទាំងអស់គ្នាចូលឆ្នាំពួកខ្ញុំជិះដើរលេងហើយមើលទេសភាពនៅជុំវិញនឹងវាមានបរិយាកាសស្អាតមែនទែននៅកោះរ៉ុងយើងគឺស្អាតខ្លាំងនៅតាមផ្លូវសិតតែព្រៃឈើហើយនៅកោះរ៉ុងយើងនេះអត់សូវជាមានកម្ដៅក្ដៅប្រហែលនេះអ្នកទាំងអស់គ្នាយើងអាចជិះម៉ូតូដើរលេងបានសប្បាយមិនសូវជាបញ្ហាក្ដៅទេហើយឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាទៅលេងឆ្នេរសុកសានអត់តាន់ចូលឡុងពេកទេខ្ញុំហូរទៅឆ្នេរសុកសានសិនហើយនៅឆ្នេរសុកសាននេះស្អាតខ្លាំងអ្នកទាំងអស់គ្នាខ្សាច់គេគឺសក្បោះតែម្ដងឥឡូវខ្ញុំបានមកដល់នេះហើយខ្ញុំនឹងបកត្រឡប់ទៅវិញយើងចូលកន្លែង resort គេបន្តិចញ៉ាំអីកន្លែងផ្លូវនេះរៀងប្រវាក់ចេញបន្តិចណាបងប្អូនវាផ្លូវទូចហើយរៀងអាលាក់ឥឡូវខ្ញុំបានមកដល់ resort ហើយអញ្ចឹងនៅនេះអត់សូវមានជនជាតិខ្មែរយើងទេអ្នកនរគ្នាពីច្រើនសិតតែបរទេសដែលគាត់មកលំហែកាយនៅនឹងអញ្ចឹងណាហើយ resort នៅនេះគឺស្អាតទេបងប្អូនចាំខ្ញុំដាក់រូបភាពឲ្យអ្នកទាំងអស់គ្នាមើលបន្តិចទៀតហ្នឹងវាមានបរិយាកាសស្អាតនៅជាប់មាត់ឆ្នេរហើយឆ្នេររបស់គេគឺសជាមួយនឹងទឹកសមុទ្រពណ៌ឡើងខៀវស្រងាត់តែម្ដងអញ្ចឹងយើងមានពេលយើងគួរតែដើរលេងខ្លះអ្នកទាំងអស់គ្នាកុំទុកខ្លួនឯងឲ្យសែតពេកយើងគួរតែមានពេលទំនេរសម្រាប់ខ្លួនឯងសម្រាប់លំហែជីវិតខ្លួនឯងឲ្យមានអារម្មណ៍ស្រស់ស្រាយខ្លះអញ្ចឹងណាដើម្បីយើងត្រឡប់ទៅវិញយើងប្រកបការងារធ្វើការឲ្យកាន់តែមានប្រសិទ្ធភាពអញ្ចឹងអរគុណច្រើនទាំងអស់គ្នាវីដេអូនេះចប់ត្រឹមប៉ុណ្្នឹង